ដល់ថ្ងៃនេះអត់លំបាកទេការយកឥណទានមកធ្វើឲ្យចំគោលដៅរបស់យើងគឺអត់លំបាកទេហើយសប្បាយចិត្តដូចខ្ញុំចឹងខ្ញុំអាយុច្រើនមែនតែខ្ញុំសប្បាយចិត្តដោយសារខ្ញុំដាក់គោលដៅត្រូវខ្ញុំឈ្មោះសៀនប៊ុនរិទ្ធនិយាយពីអតីតជាមន្ត្រីរាជការក្រោយមកខ្ញុំចូលនិវត្តន៍ខ្ញុំត្រូវបង្កើតអាជីវកម្មមួយឲ្យគ្រួសារដោយគ្រួសារខ្ញុំអតីតពីមុនគាត់លក់ពេជ្រពុកដែរហើយអត់ទាន់បានបរិយាអាជីវកម្មដល់កូនដល់អីទេក្រោយពីខ្ញុំចូលនិវត្តន៍កូនក៏រៀនចប់អញ្ចឹងខ្ញុំត្រូវរៀបចំត្រូវរកកម្ចីណាដែលយើងធានាខុសត្រូវបានអញ្ចឹងខ្ញុំក៏ត្រូវទៅខ្ចីមីក្រូដើម្បីមកពង្រីកអាជីវកម្មធ្វើជាបន្ទប់ជួលអញ្ចឹងទី1ខ្ញុំធ្វើជាបន្ទប់ជួលបានមួយរយៈអញ្ចឹងខ្ញុំត្រូវកម្ចីលើកទី2ខ្ញុំដើម្បីបើកជាអាជីវកម្មវិញក្រោយពីខ្ញុំត្រូវចូលនិវត្តន៍នេះអញ្ចឹងមុននឹងខ្ញុំចប់ពីនេះដោយសារកូនគាត់ធំខ្ញុំចូលនិវត្តន៍ហើយណាមួយគ្រួសារគាត់ធ្លាប់លក់ពេជ្រពុកមានអីវ៉ាន់មានតិចតួចដែរមានធុង2កាលនោះមានតែធុង2ហើយនឹងភេសជ្ជៈអញ្ចឹងដល់ខ្ញុំទៅភាសាមួយគ្រួសារទៅកម្ចីឥណទានមីក្រូហិរញ្ញវត្ថុមួយដោយជាលើកទី1គេមានទំនុកចិត្តដោយសារខ្ញុំមានការបង់ល្អមានការទទួលខុសត្រូវគេឲ្យខ្ញុំបន្តបានខ្ញុំទៅកម្ចីលើកទី2គេឲ្យភ្លាមខ្ញុំមកបរិយាអាជីវកម្មភ្លាមភាសាមួយគ្រួសារយើងត្រូវបរិយាអាជីវកម្មទី2គឺយើងត្រូវបើកកន្លែងលក់ទូរស័ព្ទជួសជុលទូរស័ព្ទព្រោះកូនរៀនចប់គាត់ទៅរៀនយកជំនាញគាត់យកជំនាញចេះអញ្ចឹងខ្ញុំបានថវិកាមកខ្ញុំពង្រីកឲ្យកូនរហូត2ឆ្នាំទៅ3ឆ្នាំហើយគ្រួសារគាត់បរិយាពីមុនមានធុង2ឥឡូវដូចអស់លោកបងប្អូនមើលនេះអីវ៉ាន់ខ្ញុំមានទូហើយនេះខាងអាជីវកម្មជួសជុលទូរស័ព្ទនេះកូនប្រុសខាងនេះគ្រួសារហើយខ្ញុំជាអាជ្ញាកណ្ដាលសម្រាប់ជួយផ្គត់ផ្គង់ជួយមើលជីវភាពការខ្វះខាតហើយនឹងត្រៀមលក្ខណៈការបង់ត្រូវមានការទុកដាក់ចំណាយផ្សេងទុកបង់ផ្សេងដើម្បីឲ្យធនាគារទំនុកចិត្តយើងល្អឥណទានអាចនឹងចង់ត្រូវការថ្ងៃក្រោយបានដោយស្រួលនិយាយពីប្រយោជន៍ទី1បានធូរនឹងអាជីវភាពទី2ខ្ញុំបង់បានហើយសល់លុយផ្គត់ផ្គង់ក្នុងគ្រួសារមានការចាយវាយមានការទិញសម្ភារៈដាក់ក្នុងផ្ទះហើយមានរថយន្តសម្រាប់ដឹកអីវ៉ាន់ឧបត្ថម្ភក្នុងគ្រួសារយ៉ាងស្រួលសប្បាយចិត្តហ្មងខ្ញុំយល់ថាការខ្ចីឯកជនគ្រោះថ្នាក់ខ្ចីអនឡាញក៏គ្រោះថ្នាក់ពីព្រោះអត់មានក្រុមហ៊ុនមានអង្គការទទួលខុសត្រូវយើងខ្ចីមីក្រូហិរញ្ញវត្ថុដូចខ្ញុំអញ្ចឹងមានការទទួលខុសត្រូវមានបុគ្គលិកគេទទួលខុសត្រូវមានការធានាហើយយើងបង់កាលណាយើងបង់ទៀងទាត់គេអត់មានវិន័យមានអីយើងទេយើងឲ្យតែយើងមានការទទួលខុសត្រូវតើបើរឿងអនឡាញរឿងឯកជនខ្ញុំធ្លាប់ឮគេថាមានបន្ទុកខ្លាំងរឿងឯកជនរឿងធនាគារកាលណាដល់ថ្ងៃគេឲ្យតែយើងបង់គេអត់ដាក់បញ្ហាទេតែបើរឿងឯកជនអាចគេទាមុខទាក្រោយគេថារឹបអូសនេះរឹបអូសនោះទៀតអញ្ចឹងខ្ញុំឃើញថាធនាគារល្អពីព្រោះខ្ញុំកម្ចីនេះ2ដងលើកនេះហើយជាចំណុចល្អប្រាក់កម្ចីព្រោះខ្លួនខ្ញុំឃើញថាល្អហើយខ្ញុំចង់ឲ្យបងប្អូនចេះឲ្យយល់ថាកុំខ្លាចសំខាន់យើងហ៊ានធ្វើមុខរបរយើងទៅខ្ចីអត់បញ្ហាទេឲ្យតែយើងមានមុខរបរយើងត្រូវហ៊ានទៅកម្ចីនៅអ្វីណាដែលយើងតម្រូវការហើយយើងអាចមានរបស់ណាដែលដាក់ឲ្យគេយល់ឲ្យពីនិយាយយំថាយើងយកមកយើងបើកជាអាជីវកម្មគឺលឿនខ្លាចតែយើងយកទៅខុសជំនាញគោលដៅយើងទីដែលគេមិនទុកចិត្ត